របៀបចម្អិន steak T-bone សាច់ឆ្អឹងអសទេសាច់ត្រូវយកទៅជូតឲ្យស្ងួតឲ្យក្តាស់ក្តាស់កណាត់ជូតហើយបានដាក់អំបិលនិងម្រេចដាក់នៅលើសាច់ហ្នឹងសងខាងតែប្រកាសថាសាច់ហ្នឹងសាប់ក្រៅឲ្យស្ងួតសិនបាទដាក់អំបិលជាមួយនឹងម្រេចតមកដាក់ប្រេងអូលីវដាក់នៅលើខ្ទះចៀនស្តេកហ្នឹងក្នុងមួយខាង4នាទីហើយសីតុណ្ហភាព205អង្សាសេបើគិតជា Fahrenheit គឺ400 Fahrenheit ចឹងដាក់4នាទីហើយទុករយៈពេល4នាទីហើយកុំលើកវាសោះទុកវាឲ្យវានេះឲ្យបានគ្រប់4នាទីបានផ្ងាវាមកហើយដាក់មកខាងទៀតរយៈពេល4នាទីទៀតហើយទន្ទឹមនឹងយើងចាប់ផ្ដើមដាក់នៅខ្ទឹមសហើយនឹងបន្លែ steak នេះសិនជាមានដើម្បីមានក្លិនហើយព្រមព្រៀងជាមួយនឹងដាក់ថែមនៅប៊ឺចំនួនប្រហែលជា50 ក្រាមកន្លះខាំមកត្រូវដួសទឹកមានក្លិនបន្លែខ្ទឹមសហ្នឹងដាក់លើស្តេកហ្នឹងរយៈពេលប្រហែលជា1នាទីទៅ2នាទីហើយកុំភ្លេចយើងត្រូវចម្អិននៅគែមទាំងអស់របស់ស្តេកទៀតគ្រប់ជ្រុងទាំងអស់ដើម្បីមើលទៅវាស្អាតឆ្ងាញ់ដូច្នេះមានថាស្រាប់ទាំងអស់យើងចំណាយពេលប្រហែល8នាទីតមកទៀតត្រូវដាក់វាចោលសិនកុំឲ្យទៅហាន់វាដាក់ទុកវាប្រហែលជា8នាទីព្រោះបើសិនយើងហាន់វាពេលដែលយើងចិត្តអិនវាហាន់ភ្លាមធ្វើឲ្យពេលយើងហាន់វាចេញទឹកអស់ចឹងធ្វើឲ្យសាច់នោះទៅស្ងួតហូបទៅវារៀងអារម្មណ៍ស្វិតចឹងទៅទុក7ទៅ8នាទីសិនសាច់ហ្នឹងបានយកមកហាន់គេធ្វើរៀងវាបានហើយបើសិនយើងចង់ហូបចម្អិនគេហៅថា50% medium ខុកហ្នឹងត្រូវរយៈពេលមួយខាង4នាទីតែសិនចង់បានអិនយ៉ាងនេះយើងថែម2នាទីទៀតបើសិនយើងចង់បានឆ្អិនល្អជាងហ្នឹង